ចាបងប្អូនអរគ្នាឥឡូវនេះគឺថានេះខ្ញុំកំពុងតែនៅលើទូកហើយសម្លៀកបំពាក់នេះសម្លៀកបំពាក់គេហៅថាយើងចាបងប្អូនអរគ្នាទស្សនភាពនៅបឹងកំពីងពួយក៏ដូចជាភ្នំតាងែនដែលនេះខ្ញុំនឹងបង្ហាញប្រាប់បងប្អូនបន្តិចទៀតនេះគឺថានេះខ្ញុំនឹងនៅលើទូកជីកទូកលេងក៏ដូចជាទៅរកបឹងឈូកបងប្អូនចាំទស្សនាទាំងអស់គ្នាជាមួយនឹងខ្ញុំណាហើយដោយបាននិយាយប្រាប់បងប្អូនអញ្ចឹងអធិស្ឋានផងដោយសារតែសម្លៀកបំពាក់នេះខ្ញុំចង់ឲ្យប្លែកនៅក្នុងប្លុកមួយនេះណាបងប្អូនសូមទោសទុកជាមុនបើសិនជាលើសលួសចាជំរាបសួរពុកម៉ែបងប្អូនអស់គ្នាចាថ្ងៃនេះដែរគឺថានាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនានៅបឹងកំពីងពួយទាំងអស់គ្នាហើយអញ្ចឹងហើយទៅនាងខ្ញុំមកស្លៀកពាក់បែបគេថានារីជនបទណាបងប្អូនអរគ្នាហើយអធិស្ឋានផងបើសិនជាស្លៀកពាក់ទៅបងប្អូនមិនចូលចិត្តអីព្រោះថាតាមតំបន់នេះខ្ញុំចង់ផ្លាស់ប្ដូរបរិយាកាសឲ្យប្លែកយើងស្លៀកពាក់ធម្មតាក៏បានតែនេះខ្ញុំចង់ប្លែកក៏ស្លៀកពាក់បែបហ្នឹងទៅបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាកុំភ្លេចទៅទស្សនាជាមួយនឹងខ្ញុំនឹងជិះទូកបន្តិចទៀតចាចាបងប្អូនអរគ្នាឥឡូវនេះគឺថានេះខ្ញុំកំពុងតែនៅលើទូកហើយសម្លៀកបំពាក់នេះសម្លៀកបំពាក់គេហៅថាយើងរៀបមួយទឹកបងប្អូនអរគ្នាតែដោយសារតែនេះខ្ញុំចង់បង្ហាញប្រាប់ថាយើងថតនៅលើទឹកជីទូកអញ្ចឹងហើយបានជានេះខ្ញុំស្លៀកពាក់បែបនេះហើយអធិស្ឋានផងបងប្អូនអរគ្នាអើយឥឡូវនេះយើងកំពុងតែធ្វើដំណើរទៅរកបឹងឈុកនាំអារម្មណ៍ពុកម៉ែបងប្អូនអរគ្នាទៅមើលបឹងឈុកនៅបឹងកំពីងពួយទាំងអស់គ្នាជាមួយនឹងនាងខ្ញុំហើយយើងអាចមើលទស្សនវិជ្ជានៅទីនេះបានបងប្អូនមើលនេះមានទឹកមានទូកហើយក៏មានរមណីយដ្ឋានកន្លែងដែលគេជិះដើរលេងកំសាន្តហើយមានកន្លែងញ៉ាំអីមានមាន់ដុតមានអីដែរណាបងប្អូនអរគ្នានៅខាងលើគោក៏ហើយនេះខ្ញុំបានជួលទូកបងប្រុសដើម្បីមកថតប្លុកបង្ហាញជូនដល់ពុកម៉ែបងប្អូននៅទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅបឹងកំពីងពួយចាអរគុណបងប្អូនអរគ្នាកុំភ្លេចទស្សនាជាមួយនឹងប្លុកមួយនេះមើលទស្សនវិជ្ជានៅជើងភ្នំបងភ្នំនេះគេហៅភ្នំអីបងភ្នំហ្នឹងហៅភ្នំអីបងចាភ្នំតាងែនបងប្អូនអរគ្នាភ្នំតាងែននេះឥឡូវយើងកំពុងតែធ្វើដំណើរទៅបងប្អូនអាចមើលទស្សនវិជ្ជាបានយើងធ្វើដំណើរនៅលើទូកដើម្បីទៅរកបឹងឈុកបងប្អូនផ្ដិតយកទស្សនវិជ្ជាស្អាតៗជូនទៅដល់បងប្អូនអរគ្នាណាធំណាបឹងហ្នឹងប្រហែលគីឡូបងធំមែនតើនេះបងប្អូនអរគ្នាអាចមើលបានទស្សនវិជ្ជានៅលើទឹកស្អាតខ្លាំងណាស់បងប្អូនអើយស្អាតមែនតើស្រស់ស្រាយសប្បាយចិត្តមកចាំយកទូរស័ព្ទថតបញ្ឈរមួយដាក់ TikTok ខាងនោះបងចង់ឡើងជុកឲ្យខ្ញុំតិចឡើងថតដំបងនឹងវាបានទេបានតាថតនៅលើទូកឈុកហ្នឹងចាអូយទេសភាពស្អាតមែនតើនេះ
ok ឡាលើកបងដីរឹងទេអត់អីទេ ចា ចង់ថតឲ្យឡើងទៅខ្ញុំបាច់ទៅ ចាម៉ែមកអាវមក លោកកាយជុំ សើមអាវលេងបានពាក់លើនេះពាក់ថត លោកកាយជុំទៅខាងខ្លះចូលលើហ្នឹងដើរ ទុកអាវសិនដាច់សើមអឹបតោះម៉ែចាបងប្អូនអរគ្នាឥឡូវនេះគឺថាយើងបានចតទូកដើម្បីមកបឹងឈុកតោះអូយមានផ្កាឈុកទៀតបងប្អូនផ្កាឈុកមានផ្កាឈុកមានអីទេសភាពនៅបឹងឈុកនេះគឺស្អាតខ្លាំងមែនតើនោះបងប្អូនឃើញគោហ៎ឃើញគោហើយក៏មានអ្នកខ្វៀគោដែរអូយស្អាតខ្លាំងបងប្អូនអរគ្នាបើសិនជាបងប្អូនមានពេលត្នេបងប្អូនអាចមកលំហែបាននៅបាត់ដំបងយើងហ្នឹងបងប្អូនអរគ្នានៅបឹងកំពីងពួយចានៅទីនេះគឺភ្នំតង៉ែណាបងប្អូនអរគ្នាហើយស្អាតខ្លាំងណានេះអូយមកផ្កាឈុកហ្នឹងបងប្អូនណាសុំផ្កាឈុកមួយណាហេផ្កាឈុកធម្មជាតិស្អាតមែនតើតាស្អាតខ្លាំងណាបងប្អូនអើយចាអញ្ចឹងអរគុណច្រើនមែនតើបងប្អូនទាំងអស់គ្នាដែលទស្សនានៅ vlog វីដេអូមួយនេះគឺនាងខ្ញុំគ្រាន់តែចង់បង្ហាញនៅទស្សនវិជ្ជាបឹងឈុកក៏ដូចជានៅបឹងកំពីងពួយមានអីខ្លះអញ្ចឹងណាបងប្អូនទាំងអស់គ្នានៅបឹងកំពីងពួយគឺមិនមែនមានតែត្រឹមតែប៉ុណ្្នឹងទេគឺបងប្អូនអាចជួលទូកជីអីជីដើរលេងលំហែទៅតាមនឹងបានហើយដោយសារតែនាងខ្ញុំមកត្រឹមតែកន្លែងហ្នឹងអញ្ចឹងហើយនាងខ្ញុំក៏បង្ហាញត្រឹមតែកន្លែងហ្នឹងចាំមើលបើមានឱកាសមានពេលវេលាបងប្អូនអាចអញ្ជើញមកហើយបងប្អូនអាចសួរគេបន្ថែមអាចទៅកន្លែងកំសាន្តផ្សេងៗពីហ្នឹងក៏បានដែរចាអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនានៅ vlog វីដេអូមួយនេះអរគុណច្រើនជម្រាបលាចាបងប្អូនអរគ្នាកុំតាន់ទៅណាស្ដាប់តន្ទុយវីដេអូបន្តិចណាបងប្អូនគឺថានេះខ្ញុំចង់បង្ហាញប្រាប់ទីតាំងនៅកន្លែងហ្នឹងគេមានលក់មាន់ដុតអីឆ្ងាញ់ណាបងប្អូនអរគ្នាក៏ដូចជាម្ហូបយូររួមគាត់ធ្វើឆ្ងាញ់ហើយនេះបង្ហាញប្រាប់បងប្អូនថាមេឃកំពុងភ្លៀងដោយសារតែនេះខ្ញុំកំពុងថតនៅលើទូកមេឃភ្លៀងរត់មកច្រាំងអត់ចង់តន់ទេបងប្អូនអរគ្នានេះទស្សនវិជ្ជាពេលមេឃភ្លៀងហើយនេះខ្ញុំបានសម្រាកនៅកញ្ចុះនឹងបងប្អូនអរគ្នានោះបងស្រីបងប្អូនចាំស្ដាប់ណាហាងគាត់ឈ្មោះអីគេណាបងប្អូនណាចាំស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាដាវីនណាចាថ្ងៃម៉ែដាវីនមានលក់អីខ្លះបងមាន់ដុតត្រីដុតមាន់ដុតត្រីដុតចាឆ្ងាញ់ណាបងមាន់ចាប្រសិនបើបងប្អូនបានមកលេងនៅបឹងកំពីងពួយបងប្អូនជួយចូលញ៉ាំម្ហូបបោះបងស្រីផងសួរហើយបងប្អូនជិះមកដល់គឺឃើញតែម្ដងនៅម្ដុំជ្រក់ចូលនៅក្នុងបឹងកំពីងពួយហ្នឹងគឺនៅតាមបណ្ដោយផ្លូវហ្នឹងតែម្ដងបងប្អូនអរគ្នាអាចចូលញ៉ាំរបស់គាត់បានគឺថាឆ្ងាញ់ហើយគាត់បានប្រាប់ឈ្មោះហាងមិញហើយបងប្អូនអាចសួរបន្ថែមបានចាអរគុណបងប្អូនជំរាបលា